ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ការរៀនភាសាចិនអញ្ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នានៅពាក្យដែលយើងតែងតែប្រើប្រាស់ជាប្រចាំថ្ងៃអញ្ចឹងពាក្យទី1យើងអានថា语言语言语言ភាសាពាក្យទី2យើងអានថា中文中文中文ភាសាចិនពាក្យទី3英文英文英文ភាសាអង់គ្លេសពាក្យទី4柬埔寨文柬埔寨文ភាសាខ្មែរឬក៏គេតែងតែនិយាយថាជៀនវិនចាអញ្ចឹងពេលខ្លះយើងលើគេនិយាយថាជៀនវិនក៏មានន័យថាភាសាខ្មែរដែរចាដោយសារតែវាច្រើនពេកអញ្ចឹងគឺគេអត់សូវនិយាយពាក្យទាំងជៀនពូចៃវិនទេគឺគេនិយាយថាជៀនវិន好ពាក្យទី5日文日文日文ភាសាជប៉ុនពាក្យទី6ហានវិនហានវិនហានវិនភាសាកូរ៉េពាក្យទី7ហ្វាវិនហ្វាវិនហ្វាវិនភាសាបារាំងពាក្យទី8ថៃវិនថៃវិនថៃវិនភាសាថៃពាក្យទី9តវិនតវិនតវិនភាសាអាល្លឺម៉ង់ពាក្យទី10日期日期日期ការបដិឆេទពាក្យទី11今天今天今天ថ្ងៃនេះពាក្យទី12明天明天明天ថ្ងៃស្អែកពាក្យទី13后天后天后天ចាអញ្ចឹងថ្ងៃនេះខ្ញុំចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នាទាំងប៉ុណ្ណឹងហើយបើសិនអ្នកទាំងអស់គ្នាមានចម្ងល់អាច comment នៅខាងក្រោមវីដេអូបានហើយបើសិនចូលចិត្តវីដេអូដែលខ្ញុំចែករំលែកសូមជួយចុច like និង share ដើម្បីបានវីដេអូថ្មីជាបន្តទៀតអរគុណជួបគ្នានៅវីដេអូក្រោយ下次再见谢谢